សូមស្វាគមន៍បងមកកាន់ channel កូនជាម នេះលោកប្អូនមកនិយាយពីទម្ងន់នៃការធ្វើការងារហើយវាមានផលប៉ះពាល់អីឥឡូវពេលនេះម៉ោង 5 ព្រឹកហើយលោកប្អូនអត់បានសឹងទេហើយទៅមកស្រង់ទឹកមិញអញ្ចឹងពេលដែលយើងធ្វើការផងហើយយើងរៀនផងលោកប្អូនជឿថាយើងមិនមានពេលគ្រប់គ្រាន់ដើម្បីនឹងធ្វើរឿងរ៉ាវទាំងអស់ហ្នឹងទេប៉ុន្តែយើងនៅតែអាចធ្វើទៅបានគាត់ថាវាមិនសូវជាល្អបន្តិចការងារហ្នឹងមនុស្សយើងក៏ប្រ stress ខ្លាំងមែនទែន stress ពីការងារផងប៉ុន្តែយើងនៅតែធ្វើដោយសារតែវាជាទ្រព្យសម្បត្តិរបស់យើងបើយើងមិនធ្វើក៏អាចសមដែរព្រោះយើងកើតមកហើយត្រូវតែធ្វើរឿងហ្នឹងទាំងអស់គ្នាអញ្ចឹងអ្វីដែលបងប្អូនមើលឃើញពីទម្ងន់ការងារដែលយើងមានផលប៉ះពាល់យើងធ្វើ deadline អត់តាន់ហើយយើងរៀនផងយើងធ្វើការងារផងអញ្ចឹងរាល់projectទាំងអស់វាធ្លាក់មកទួនគ្នាក៏មានទាំងអស់ហ្នឹងគេហៅទម្ងន់ការងារហើយរបៀបដែលយើងដោះស្រាយវាមានផ្សេងគ្នាអញ្ចឹងណាវាមិនអាចថាតែធ្វើដោយលោកប្អូនទេបានត្រូវធ្វើដោយនេះបានត្រូវអត់ទេគឺយើងត្រូវគ្រប់គ្រងពេលវេលាហ្នឹងគឺខ្លួនឯងទាំងអស់លោកប្អូនមើលណាអញ្ចឹងទោះបីយើងគ្រប់គ្រងខ្លួនឯងក៏ដោយវានៅតែមានផលប៉ះពាល់ហើយគ្រប់គ្រងពេលវេលាខ្លួនឯងផងត្រូវជួបជាមួយនឹងអ្នកដែលរួមការងារជាមួយផងហើយយើងត្រូវមានទម្ងន់ធ្វើការជាមួយគ្នាហ្នឹងតាមបែបតាមបទទៀតត្រូវមានកិច្ចពិភាក្សាផ្សេងទៅលើអស័យមិនជាមួយមនុស្សតែនិយាយបែបម៉េចវាមានផ្សេងបែបផែនគ្នាដើម្បីប្រស្រ័យតាក់ទងទាំងអស់ហ្នឹងបានអញ្ចឹងវាធ្វើឲ្យយើងធ្វើការងារសឹងតែមិនតាន់ដោយសារយើងបែងចែកពេលវេលាទៅធ្វើជាមួយពួកគាត់ហ្នឹងឬក៏ជាមួយខ្លួនឯងហើយវាមានពេលសម្រាប់ហ្នឹងតិចនៅក្នុងពេលយើងឡើងថ្នាក់កាន់តែខ្ពស់ទៅការងារវាកាន់តែគុណទៅហើយអាភាពដែលយើងត្រូវជួបប្រទះហ្នឹងគឺមេរៀនថ្មីកម្មវិធីថ្មីហើយប្រធានបទថ្មីណាការធ្វើការ research ថ្មីប៉ុន្តែយើងក៏ជួបអ្វីដែលថ្មីច្រើនដែរធ្វើឲ្យយើងអាចសិក្សាពីវាបានអញ្ចឹងសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយទៀតដើម្បីស្វែងយល់បន្ថែមពីទម្ងន់នៃការធ្វើការងារពេលយើងនៅរៀនអញ្ចឹងលោកប្អូនមានការងារទេគ្រាន់តែយើងជាអ្នកស្ម័គ្រចិត្តម្នាក់ធ្លាប់ស្ម័គ្រចិត្តធ្វើការងារផ្នែកនឹង design ហើយក៏ធ្លាប់ស្ម័គ្រចិត្តផ្សេងទៀតអញ្ចឹងលោកប្អូនយល់ច្បាស់អំពីការ deadline នឹងកាន់តែច្រើនទៅអញ្ចឹងប្រកបណាស់គឺយើងនឹង stress ហើយទី1ក្នុងនឹងដែលយើង stress ខ្លាំងបំផុតពេលដែលយើង control ពេលវេលាមិនបានហើយថាវិការរបស់យើងធ្លាក់ចុះអានោះគឺវាធ្វើឲ្យយើងរៀងពិបាកនឹងដំឡើងគេហៅថា power ឡើងវិញតែយ៉ាងហើយណាក៏យើងត្រូវតែផ្ដល់ពេលវេលាឲ្យខ្លួនឯងបានធូរស្រាលមកវិញដែរអញ្ចឹងសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយៗហើយអរគុណសម្រាប់ការមកចូលតាមដានមើលមេរៀនលោកប្អូនបង្កើតឡើងរហូតមកអរគុណសូមជម្រាបលា